លោកចាប់ផ្ដើមប្រែប្រួលហើយព្រឹត្តិការណ៍ដ៏រន្ធត់នឹងជាប្រវត្តិសាស្ត្របានកើតឡើងហើយនៅប្រទេសវេណេស៊ុយអេឡានៅពេលដែលសហរដ្ឋអាមេរិកបើកការវាយប្រហារទ្រង់ទ្រាយធំនិងឈានទៅដល់ការចាប់ខ្លួនប្រធានាធិបតីលោកនីកូឡាម៉ាឌូរ៉ូហើយស្ថានភាពជាក់ស្ដែងកំពុងតែធ្ងន់ធ្ងរយ៉ាងណាសូមតាមដានជាមួយនឹងខ្ញុំណពេលនេះពិភពលោកកំពុងតែវិលទៅរកផ្លូវថយក្រោយហើយគឺវិលទៅរកច្បាប់ព្រៃតែម្ដងយោងតាមសេចក្តីរាយការណ៍ចុងក្រោយបំផុតរបស់ទីក្រុងការ៉ាកាសនិងតំបន់យុទ្ធសាស្ត្រមួយចំនួនរបស់វេណេស៊ុយអេឡាបានរងការវាយប្រហារផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរពីសំណាក់សហរដ្ឋអាមេរិករូបភាពដែលយើងទទួលបានបង្ហាញអំពីអណ្ដាតភ្លើងនិងផ្សែងហុយខ្មួលខ្មាញ់ពេញមេឃខណៈដែលប្រជាជនក្នុងប្រទេសមានការភិតភ័យមែនទែនអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺលោកដូណាល់ត្រាំបានចេញសេចក្តីប្រកាសជាផ្លូវការថាប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាម៉ាឌូរ៉ូត្រូវបានចាប់ខ្លួននិងកំពុងត្រូវបាននាំខ្លួនចេញពីប្រទេសនេះគឺជាប្រតិបត្តិការរហ័សមួយដែលមិនធ្លាប់មានពីមុនមកបន្ទាប់ពីការវាយប្រហារនិងដំណឹងនៃការចាប់ខ្លួននេះរាជរដ្ឋាភិបាលវេណេស៊ុយអេឡាបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នស្ថានភាពនៅលើដីកំពុងតែមានភាពច្របូកច្របល់យ៉ាងខ្លាំងដោយសារការប្រតិបត្តិគ្នារវាងកងកម្លាំងសន្តិសុខនិងក្រុមអ្នកគាំទ្ររួមទាំងក្រុមប្រឆាំងផងដែរនេះគឺជាការផ្លាស់ប្ដូររំបត់នយោបាយពិភពលោកដ៏ធំមួយតើអនាគតរបស់វេណេស៊ុយអេឡានឹងទៅជាយ៉ាងណាក្រោយគ្មានលោកម៉ាឌូរ៉ូតើប្រទេសមហាអំណាចផ្សេងទៀតនឹងមានប្រតិកម្មបែបណាខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពជូនបងប្អូនជាបន្តហើយថ្មីនេះយើងក៏ប្រហែលជានៅមិនទាន់ភ្លេចទេការដែលប្រទេសថៃវាយប្រហារប្រទេសកម្ពុជាយើងទាំងកំរោលនឹងបានបំផ្លាញទ្រព្យសម្បត្តិនិងសម្លាប់ប្រជាជនស៊ីវិលរបស់យើងរហូតដល់40នាក់និងរបួសទៅដល់100នាក់និងបានសម្លាប់ប្រជាជនដែលគ្មានទោសគ្មានពៃជាមួយនឹងគ្នាផងដែរហើយអ្វីដែលឈឺចាប់បំផុតនោះគឺការរំលោភទៅលើដែនអធិបតេយ្យភាពរបស់កម្ពុជារួមទាំងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាជនស៊ីវិលនិងប្លន់យកទ្រព្យសម្បត្តិប្រជាជនស៊ីវិលតើពិភពលោកមួយនេះនឹងទៅជាយ៉ាងណាបើខណៈដែលពិភពលោកប្រទេសមហាអំណាចធំបែរជាទៅលេបត្របាក់នៃប្រទេសតូចទៅវិញយើងប្រជាជនកម្ពុជាដែលមានប្រជាជនរហូតដល់17លាននាក់នៅពេលនេះគឺមានតែរួមគ្នាសាមគ្គីជាតិខ្មែរតែមួយគ្រប់គ្រងរាជរដ្ឋាភិបាលនិងកងកម្លាំងរបស់យើងហើយយើងនៅតែបន្តគ្រប់គ្រងផលិតផលខ្មែរយើងមិនគ្រប់គ្រងផលិតផលសៀមដាច់ខាតតើបងប្អូនយល់យ៉ាងណាដែរខណៈដែលពិភពលោកកំពុងតែក្លាប់ចាស់តើប្រជាជនខ្មែរយើងពង្រឹងសមត្ថភាពបែបណានិងត្រៀមលក្ខណៈបែបណានៅពេលខាងមុខបើសិនជាបងប្អូនមានមតិយោបល់យ៉ាងណាសូមបងប្អូនខមមិននៅខាងក្រោមជាមតិយោបល់របស់បងប្អូនហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ